chỉ là bông nhầm xong crop trong lịch sử đại quân trong lịch sử thoại cung và trong cái thoại cung để cung ở bên Iran đã ban ai cái nào màu là mấy thuộc cả sinh viên chỉ muốn đại quân ở bên Iran chứng làm mấy chạp lắm nhưng xong chạp làm cả sinh viên hai ní nhưng cái này xong nãy nông khôn cái này chúng ta tha Thomas Barrett cái này chỉ concept môi nơi sự có vị trí lại môi cái học tha Brigham Young University no Sahara America no rồi tha តែសម្រាប់ថ្ងៃហ្នឹងកណាមកដើម្បីធ្វើការសម្ភារជាមួយដៃគុណពេលប៉ុនទៅនឹងជីវិតប្រវត្តិរបស់ដៃគុណតាំងពីដើមនៅស្រុកខ្មែររហូតដល់បច្ចុប្បន្នថ្ងៃហ្នឹងចឹងសម្រាប់ថ្ងៃនេះយើងសូមចាប់តាមការសម្ភារសំណួរទី1កណាគេថាសំណួរមួយជាសំណួរសំខាន់បំផុតសួរថាកណាមានឈ្មោះពេញឈ្មោះពុកប្រកបរបស់ដៃគុណឈ្មោះអីគេជាពៅចុះបើប្រកបជាភាសាខ្មែរប្រកបយ៉ាងម៉េចប្រកបជាសក់ម៉ែជានឹងគេសេសចោស្អានជាពៅនោះសេសពោស្អៅពៅដល់យើងអានជាប់គ្នាមកថាជាពៅអូខេបានល្អហើយឈ្មោះមួយហ្នឹងមកពីខាងប៉ាឬក៏ខាងម៉ាក់ឬក៏ខាងឪពុកខ្មែរយើងគេចូលចិត្តយកតកូលខាងឪពុកបាទហើយដៃគុណមានកំណត់នៅថ្ងៃខែឆ្នាំណាដៃគុណកាលនៅខែខែ2ថ្ងៃទី2ឆ្នាំ1967ហ្នឹងហើយអូខេល្អមានន័យថាសពថ្ងៃនៅដៃគុណអាយុប៉ុន្មានមានប្រជាជនមានអាយុថ្ងៃយើងអាយុពិតយើង60បើណាប៉ុន្តែយើងកាលដាច់ខ្មែរក្រោយយើងមកបួសមករៀនគ្រូឲ្យបថយអាយុ9ឆ្នាំទៅយើងទៅ57 56លេខស្ងាយអូខេណាល្អដែរអូខេអញ្ចឹងខ្ញុំសូមផ្លាស់ប្ដូរប្រធានបទបន្តិចទៅចង់សួរពីព័ត៌មានឪពុកម្ដាយនិងលោកតាលោកយាយសួរថាដៃគុណឪពុករបស់ដៃគុណមានឈ្មោះអីគេឈ្មោះវងពៅអូខេល្អចាំដោយឆ្នាំកំណើតរបស់ឪពុកទេឬក៏ចាំយើងចាំបានច្បាស់ទេណាប៉ុន្តែគាត់ស្លាប់ទៅហើយគាត់ចែកឋានហើយគាត់នោះគាត់អាយុ87ឆ្នាំហ្នឹងហើយគាត់ស្លាប់នោះណានៅឆ្នាំណាដែរនៅប្រហែលជា5-6ឆ្នាំមុនហ្នឹងអូខេថ្មីនេះចឹងអូខេហើយចុះសម្រាប់ម្ដាយវិញម្ដាយដៃគុណម្ដាយនៅរស់តែស្ងាយអូរស់នៅស្រុកថ្ងៃល្អគាត់ឈ្មោះជុងយីហ្នឹងហើយគាត់84ណាស់ស្ងាយអូខេល្អណាស់ហើយសម្រាប់ឪពុកម្ដាយគេមានកន្លែងកំណើតនៅណាដែរនៅកំពង់ធំទាំងពីរនៅកំពង់ធំទាំងពីរនៅស្រុកនៅឃុំសម្បូរស្រុកប្រាសាទសម្បូរខេត្តកំពង់ធំអូខេចាំច្បាស់ល្អល្អហើយសម្រាប់លោកតាលោកយាយគេមានកំណើតនៅកំពង់ធំដូចគ្នាដែរនៅកំពង់ធំដូចគ្នាអូខេនៅភូមិស្រុកឃុំដូចគ្នាទៀតហ្នឹងហើយអូខេស្រុកដូចគ្នាចុះដៃគុណធ្លាប់ជួបជាមួយនឹងលោកតាលោកយាយធ្លាប់ឃើញមុខគេទេជួបលោកតាម្ដាយឪពុកណាលោកតាលោកយាយទាំងខាងសងវិញយើងកើតមកពុកខាងម្ដាយជាដូនជាតាខាងម្ដាយយើងកើតអត់ទាន់ទេខាងឪពុកក៏កើតអត់ទាន់ដែរអូខេប៉ុន្តែម្ដាយធំម្ដាយមីយើងកើតទាន់អូខេហ្នឹងហើយហើយដៃគុណចាំឈ្មោះរបស់លោកតាលោកយាយទេឬក៏អត់ចាំខ្លះដែរចាំឈ្មោះអីគេខ្លះពុកខាងដែលសាច់ឈាមខាងដែលញោមប្រុសហ្នឹងគឺបងគាត់នោះឈ្មោះវងដូងវងបាច់វងជួនហើយណាហ្នឹងហើយយើងស្គាល់ហើយដល់ខាងដែលម្ដាយវិញយើងស្គាល់ម្ដាយធំម្ដាយមីងណាគឺជុងយ
វ៉ាជួងអូនជួងទូបងប្អូនគាត់មាន4នាក់បាទ4នាក់ហ្នឹងហើយខាងម្ដាយ4នាក់ខាងម្ដាយ4នាក់ហ្នឹងអូខេហ្នឹងហើយហើយចាំថាម្ដាយគាត់កូនទីប៉ុន្មានដែរម្ដាយកូនទី3កូនទី3ហ្នឹងហើយហើយចុះលោកឪពុកគាត់ជាកូនទីប៉ុន្មានឪពុកហ្នឹងដែលកូនគាត់មានគ្នា4នាក់ដែរគាត់កូនទី3ដែរអូខេល្អវ៉ាវចាំច្បាស់ដែរគុណល្អគុណដែរគុណសូមដែរគុណឲ្យសូមរៀបរាប់ឈ្មោះរបស់អ្នកមីងលោកពូតែខាងសំម្ដងទៀតបាននេះដោយបងប្អូនខាងបងប្អូនរបស់ឪពុកបងប្អូនខាងម្ដាយខាងពុកវងដូងវងជួនវងបាច់ហ្នឹងខាងដែលវងពៅគឺឪពុកអូខេអាត្មានេះហើយ4នាក់ណាដល់ខាងម្ដាយគឺជួងវ៉ាជួងទូចជួងអ៊ុនញោមស្រីហ្នឹងគឺជួងយីគឺម្ដាយស្វាជាម្ដាយល្អហ្នឹងហើយហើយចង់បញ្ជាក់ម្ដងទៀតចង់សួរថាដែរគួរចាំឈ្មោះរបស់លោកតាលោកយាយខាងសំលោកតាលោកយាយក៏ជាកាត់អត់ទាន់ទេកាត់អត់ទាន់ជាងអត់ចាំឈ្មោះដូចហ្នឹងហើយក៏អត់ទាន់អត់អីទេគ្រាន់តែចង់បញ្ជាក់អរគុណច្រើនចុះបែបគុណទៅនឹងបងប្អូនសម្រាប់ដែរគុណវិញមានបងប្អូនប៉ុន្មាននាក់បងប្អូនមាន8នាក់8នាក់ច្រើនសប្បាយប្រុស4ស្រី4អូខេស្មើគ្នាអញ្ចឹងហ្នឹងហើយវ៉ាចុះដែរគុណស្អែកសូមរៀបរាប់ឈ្មោះរបស់បងប្អូនបានទេបានតែថាកូនទី2ស្រីនោះបងនោះបងអាត្មានោះស្រីបន្ទាប់មកអាត្មានោះកូនទី2ប្រុសវងយ៉ងវងយ៉ាតវងភៀបវងផល4ណាខាងប្រុសគឺអាត្មានេះតាមការពិតនៅនេះគេដូរថាជាពៅវិញថាពៅជាព្រោះពុកឈ្មោះពៅដែរហ្នឹងហើយគេហៅប្រច្រាស់វិញមកនេះណាហ្នឹងហើយនៅខាងប្រុសថាវងផូនវងហត់វងវិរៈវងភឿនអូខេអានឹងខាងប្រុសហ្នឹងហើយអូខេល្អបូកទាំងអស់ទៅ8នាក់8នាក់គេល្អអញ្ចឹងត្រូវណាហើយខ្ញុំសុំសួរសំណួរមួយទៀតថាបើរៀបរាប់ដែរស្អីយើងទៅតែរៀបរាប់ឈ្មោះទាំងអស់ទាំង8នាក់តែសួរថាកូនទី1កូនទី2កូនទី3ជាប្រុសឬក៏ស្រីចង់រាប់ឡើងវិញម្ដងទៀតបានទេកូនខាងណាណែកូនទីដូចបងទី1បងប្អូនគេស្រីចុះទី2ទី2ហ្នឹងវងយ៉ាត់នោះស្រីដែរស្រីដែរអូខេហើយវងផលស្រីដែរវងភៀបមកក៏ស្រីដែរអូខេសុទ្ធតែស្រីអូវ៉ាវបាច់ខ្នោះណាដល់ពេលបន្ទាប់ពីស្មាទៅវងជីដែលពៅជានេះប្រុសវងផូនប្រុសវងវិរៈនោះប្រុសវងហត់នោះប្រុសដែរអូខេហ្នឹងហើយគាត់ជាពៅគេហ្នឹងហើយពៅគេវងហត់អូខេហ្នឹងហើយសប្បាយអរដែរខេល្អមែនតើអរគុណច្រើនដែលបានរៀបរាប់មួយនឹងសម្រាប់កណាដែរគុណអរគុណច្រើនអញ្ចឹងខ្ញុំកណាសូមផ្លាប់ដូរប្រធានបទទៅចងចាំឬក៏អនុស្សាវរីយ៍ជាមួយនឹងក្រុមគ្រួសារបែបធំឡើងដែលគុណមានអនុស្សាវរីយ៍អីជាមួយនឹងបងប្អូនបែបធំឡើងឬក៏មានចំណានអីគេអ្វីខ្លះជាមួយឪពុកម្ដាយដែលគុណយើងមិនសូវបាននៅជាមួយម្ដាយឪពុកទេព្រោះដែលជំនាន់ពលពតនោះយើងនៅកុមារភាពវាតូចពលពតវាចលិះពីម្ដាយឪពុកឲ្យទៅធ្វើការនៅកងចល័តធ្វើការទាំងជប់ថ្ងៃជំនាន់ពលពតមកសកលស្មាននេះណាបែកបងបែកប្អូនអត់នៅជុំគ្នាទេដល់79ហ្នឹងពលពតវាចប់ទៅក៏បានបងប្អូនមកជុំគ្នាមកដល់មកជុំគ្នាមកក៏ឪពុកនោះថាឲ្យបួសទៅយើងមិនដឹងថាបួសយ៉ាងម៉េចទេយើងអត់ដឹងដែរcòn lúc đó nước mấy nhá còn ở bù thà bù 3 ខែទៅ
con pro cái dương một buộc mỏ buộc tới lúc bay khái tới pro quạt viên tập lúc bay khái dương trong từ mà sọ mìnhแล้วก็ทาsạch trong chặt dương như kịch mơ thả và dương từ mà sọ vính dương cồn nè sái dương ọt bàn riêng sâu bởi bàn và to thì chẳng dương nơi chỉ lục sòng chẳng dương và to cả sắc xá mà tiệt mò về đáng dương u nơi sọc sạt bố không bố sọc sạt bố khẹt vùng thống nên đó rồi mới dương mà riêng và lấy nơi vọt của vùng thông vọt của vùng thông nó nơi còng á nơi còng rồi mới bàn và trên phía nước bạn mà riêng nơi Phnom Penh thì về đó ngày chẳng dương ọt bàn nơi chỉ mùi để mà đại phúc bàn đi tiếp luôn cho nên Pol Pot cái phần bài cầu nữa nó từ thứ cả từng dục cả hết á này đọc đặt Pol Pot khai bấy đặt Pol Pot đó đọc khai vẫn là pha một bùa chỉ sống á tới ọt bàn nơi mùi tí dương nơi vọt đấy lục sống nơi sắc xa riêng sâu nơi vọt nơi hốt từ nơi Phnom Penh trên Phnom Penh từ sọc răng hay trên cái sọc răng ban mòn này vinh riêng này từ sọc răng á là ngày nhung sống rồi là ngày ok hai song xua mùi tiền đại quân xua tha bel sớm Pol Pot vì trôn máu đại quân là dụ màn đại còn ở dục chiêng đọc nắm chiêng đọc nắm ok nơi mình về dục chiêng đọc nắm tới con mà con cho làm thứ cá này thứ cá khai thứ cá cái ở đây đây từ kia cô từ thứ tam từ kia trở cao ở thứ và hai cái châm lia đại quân tòa nào rồi gọi châm lia cái châm lia trên vì mày ở vì sụp ở nơi sụp phun nữa từ vì cái lai mui tới cái lai mui tới cái lai mui tới cái lai mui là hốt ok châm lia là hốt nâng này du kia ở một chút mày ở một đòn này chúng ok anh chàng gái bị sớm Pol Pot mình thả đại quân cho buộc chia lờ phim mình chẳng nâng này rồi nó buộc đâu ok hai đại quân nơi thua chia lờ ba ban phần màn nam bồn đại quân tới srop rang dương buộc chia lột màu nứng một tua sang ngày ní sai sập ram chnam sai sập ram chnam buộc chia lột cất mới bị chất sập bồn buồn bị chất sập bồn buồn máu một tua nângปัจจุบันเลยนี่วิสัยสปรามชนะไหมสายสปมูลชนะยูได้ละออมแต่ละอคลานให้จังสัวสำนวนมวยเตียดได้สายได้เข้มเอาดาวบูจีเลิกออกสควอลโดยบอกพิสาวอย่างนาดาวเลิกสอนเกมีนสัวท่าได้คนก็ท่าบอกพิสาวละออจริงเกทัวจีเลิกสอนคือจีเอาไว้คลานยังมีวัดพิสาวในของพุทธศาสนาdương buộc mà hỡi dương thư tam mi kiaរបស់ ពុទ្ធ thư tam ច្បាប់របស់ ពុទ្ធ ដែល ពុទ្ធ ហាមឃាត់មកអំពើអ្វីទាំងឡាយទាំងពួងដែលយើងធ្លាប់នៅពីម្សក់យើងប្រព្រឹត្តអីធ្វើអីខុសឆ្គងអីលះបង់ឲ្យអស់ហើយយើងធ្វើតាម ពុទ្ធ ពុទ្ធឲ្យយើងធ្វើល្អបាទធ្វើល្អមានមាគ៌ា ពុទ្ធខ្លីហ្នឹងគឺ ពុទ្ធ លោកដាក់ 5 ខមុនដំបូងណាទី1ហាមមិនអោយសម្រាប់សត្វទី2មិនអោយយកទ្រព្យសម្បត្តិគេដែលគេមិនបានអោយផ្ទាល់ខ្លួនណាទី3កុំអោយទៅប្រព្រឹត្តប្រពន្ធកូនគេទី4នោះមុសានឹងថាហាមឃាត់មិនអោយយើងផកកុហកអ្នកដទៃឬផកខ្លួនឯងត្រង់ថាយើងថាមកនឹងថ្ងៃនឹងយើងណាត់ទីជួបហើយយើងអត់មកយើងអត់ទៅអានឹងផោខ្លួនឯងក៏បាបផោអ្នកដទៃក៏បាបដែរបាទទី5នឹងគឺផឹកគ្រឿងញៀនគឺសុរាអីនោះណាឲ្យទៅគ្រឿងញៀននឹងពុទ្ធលោកហាមទាំងអស់បាទនឹងមាគ៌ាយ៉ាងសង្ខេបរបស់ពុទ្ធ5ខនឹងហើយបានមានច្បាប់ពុទ្ធនឹងបញ្ញត្តិទៅច្រើនពីនឹងទៅទៀតបាទ
នឹងហើយ អូខេល្អមែនតើអរគុណដែលបានឆ្លើយសំណួរមួយនោះ អូខេ ហើយក្នុងពេលវេលាធ្វើជាលោកសង្ឃសួរថាដៃគុណធ្លាប់រៀនភាសាណាខ្លះខ្ញុំយល់ថាលោកសង្ឃភាគច្រើនគេរៀនបាលីប្រហែលសំស្ក្រឹតត្រូវទេ អាត្មារៀននៅវត្តកំពង់ធំយើងរៀនផ្នែកខាងពុទ្ធសាសនាហ្នឹងរៀនបាលី អូខេ នៅក្នុងវត្តកំពង់ធំរៀនដល់ឆ្នាំ80មកនោះណាប៉ុន្តែការរៀននោះវាអត់បានចូលសាលាបានត្រឹមត្រូវព្រោះតែស្រុកកើតសង្គ្រាមគេចាប់ធ្វើទាហានធ្វើអីណាចឹងទៅហើយក៏យើងរៀនខាងនឹងក្រោយមកក៏បានអាត្មាមកពេញការសិក្សានៅភ្នំពេញនៅភ្នំពេញនៅវត្តមហាមន្ត្រី ហើយវត្តមហាមន្ត្រី នៅម្ដងណាដែរ នៅចិត្ត start អូឡ িম্প ិក អូខេ start អូឡ িম্প ិកអាត្មានៅសិក្សានៅនឹង8ឆ្នាំ ឆ្នាំ ដល់91អាត្មាប្រឡងរងចប់ អូខេ ដល់ក្រោយមកបានយើងទៅរៀនមធ្យមសិក្សានៅในព្រះសរាមរិទ្ធនៅមុខវាំង អូ សាលាបល័យនោះណាហ្នឹងហើយ អូខេល្អមែនតើហើយចុះដៃគុណទៅស្រុកប្រាំងនៅឆ្នាំណាហើយអ្វី ទៅស្រុកប្រាំងឆ្នាំ97 ទៅនោះគេmuốnទៅរកផ្សព្វផ្សាយពុទ្ធសាសនាទេដល់ពេលយើងទៅដល់នឹងទៅក៏មានសមាគមខ្មែរយើងដូចនៅវត្តនេះអញ្ចឹងណានៅវត្តធម្មរង្សីនៅគេថាបងរាយើនៅជាក្រុងភ្នំពេញជាក្រុងប៉ារីស ប៉ារីស នៅប៉ារីសមកជាក្រុងប៉ារីសក៏មានគេសួរថាតើលោកចង់នៅស្រុកបារាំងឬយ៉ាងម៉េចមានប្រធានសមាគមវានៅនោះណាបាទយើងថាអត់តសម្រាប់ទេចាំមើលសិនដល់ពេលទៅជួបខ្មែរយើងជនភៀសខ្លួនគេទៅនៅនោះច្រើនណានៅស្រុកប្រាំងណាបាទទៅគេខាត់មួយខាត់ពីរខាត់ទៅគេយើងសម្រាប់ចិត្តថានឹងក៏នៅទៅគេជួយរួតក្តាស់រួតអីឲ្យទៅក៏បាននៅស្រុកប្រាំងទៅក៏បានគេយកអាត្មានឹងចេញពីវត្តធម្មរាសីទៅគង់នៅវត្តរ៉ែននៅរ៉ែននឹងឆ្ងាយពីប៉ារីសទៅប្រហែលជា500គីឡូជិះ TCV ទៅ2ម៉ោងនឹងឯងទៅនឹងវានៅខាងលិចប្រទេសបារាំងណាវត្តនោះវត្តរាមនីហើយនៅនឹងទៅនៅនឹង10ឆ្នាំបានមកនេះទៀត10ឆ្នាំ10ឆ្នាំអូខេហើយមកនេះមកនៅវត្តនេះ20ឆ្នាំ20ឆ្នាំគិតមក2003 2003ឥឡូវវា2025 វ៉ាវហ្នឹងហើយហើយបើដៃគុណទៅស្រុកប្រាំងមុនសិនដៃគុណគិតយ៉ាងម៉េចពីខាងនេះអាហ្នឹងជាក្រៅប្រទេសសួរថាដៃគុណគិតយ៉ាងម៉េចពីបបពិសោធន៍បើទៅក្រៅប្រទេស យើងដល់យើងចេញមកចេញក្រៅប្រទេសមកយើងដឹងថាអូប្រជាជនខ្មែរយើងនៅគ្រប់ប្រទេសអឺរ៉ុបនោះវាដូចជា37ប្រទេសខ្មែរយើងនៅគ្រប់ប្រទេសមាននៅបែលហ្សិកហូឡង់អាល្លឺម៉ង់ស្វីសអីអញ្ចឹងទៅគេmuốnលោកទៅសូត្រmuốnសូត្រអីទៅឃើញថាអូខ្មែរយើងនៅច្រើនតានៅគ្រប់ប្រទេសហើយមានខ្មែរនៅមានវត្តនៅហើយមានវត្តហើយមានទំនៀមទម្លាប់ប្រពៃណីខ្មែរអីនឹងទៅជួបជុំគ្នាវត្តអីទៅជាឃើញគេអីអូអញ្ចឹងដូចទៅសុខខ្មែរដែរតាបាទយេយើងជានៅនឹងទៅល្អមែនតើហើយមកបានដៃគុណសម្រាប់ចិត្តដើម្បីមកប្រទេសសហរដ្ឋអាមេរិកនៅតាកូម៉ានីអាមេរិកអ៊ីនជេ2003មានខាងនៅហ្វីឡាដាប់ចោលនោះគេmuốnអាហ្វាទៅទេសនាមុនពីបារាំងមកណាទៅទេសនានៅវត្តពុទ្ធប្រទានពរដល់អញ្ចឹងទៅវត្តនេះមានមិត្តភ័ក្តិអាហ្វាមកនៅមុននៅនឹងក៏ទេរពងទៅក៏លោកឲ្យទិញសម្បត្តិយន្តហោះពីហ្វីឡាឡើងមកនេះចូលឆ្នាំណាយើងមកដល់មកទៅក៏ស្គាល់ពុទ្ធបរិស័ទនៅនឹងគណៈកម្មការនៅនឹងក៏គេចង់បានអាត្មាឲ្យមកនៅវត្តនឹងទៅក៏គេតាក់ទងទៅបារាំងទៅអីហ្នឹងទៅគេធ្វើក្តារធានាចេញពីវត្តនឹងទៅបានគេធានាមកនៅវត្តហ្នឹងចេះបានស្គាល់កន្លែងហ្នឹងទៅហើយមកនៅវត្តហ្នឹងរហូតហ្នឹងទៅ
ល្អដែរ ហ្នឹងហើយ ល្អមែនតើខ្ញុំមានសំណួរខ្លះទៀតចង់សួរគ្រាន់តែខ្លះទៀតសំណួរសំខាន់មួយខ្ញុំចង់កណាចង់សួរគឺ like គុណបបិសោតដូចពិបាកជាងគេនៅក្នុងជីវិតរបស់លោកសំគឺពេលវេលាទៅណាហើយអ្វី ពិបាកដែលក្នុងជីវិតអ្នកបួស នៅក្នុងជីវិតទាំងមូលដែរ ជីវិតទៅប្រៀបធៀបនៅស្រុកខ្មែរតាំងពីតូចមកយើងមកនៅស្រុកអាមេរិកនេះអត់មានសូវលំបាកអីទេបើយើងលំបាកពីជីវិតយើងការជំនាន់ពលពតអាហ្នឹងបើយើងលំបាកមែនទេជីវិតជុះចត់តែជំនាន់ពលពតណាបាទយើងមិនបាច់ចាំថាទៅជួបម៉ែឪទៅម៉ែឪគេអត់ឲ្យជួបផងហើយខោអាវក៏គ្មានលិពាហើយទទួលទានអាហារអីហ្នឹងគឺគេវល់របបទីឲ្យទេហូបអត់ឆ្អែតទេហើយអត់មាននៅនេះទេទៅដេកនៅក្នុងព្រៃក្នុងអុយគេប្រើឲ្យយើងធ្វើការទាំងយប់ទាំងថ្ងៃយើងមិនទៅគេយកទៅធ្វើបាបគេយកទៅវាយយកទៅធ្វើបាបទារុណកម្មអីចឹងទៅណាហើយដល់អញ្ចឹងយើងខ្លាចគេចេះទៅធ្វើទៅនឹងជីវិតយើងកាលដែលពីនៅជំនាន់ខ្មែរក្រហមផុតពីនឹងមកយើងបានមកបួសមករៀនយើងរៀនសូត្រធម៌អាអីចឹងទៅក៏អត់ដូចទេយើងអាចរៀនសូត្របានបាទរហូតយើងចេញមកក្រៅប្រទេសអញ្ចឹងទៅបារាំងមកអាមេរិកអីនោះមកដល់កន្លែងស្រុកអាមេរិកនេះមានអីស្រុកគេមានសេរីភាពតើបាទអត់មានណាធ្វើបាបអីទេមកដល់កន្លែងនេះណាគឺយើងរស់នៅបានបាទប្រពៃល្អដែលមានពុទ្ធសាសនាយើងមានទីវត្តអារាមមួយដីធំមួយអីយ៉ាងដូចស្រុកខ្មែរអញ្ចឹងណាដាក់សាសនារបស់រដ្ឋអត់មានបងពុនបងអីទេយើងរស់នៅបានល្អប្រសើរណានោះឯងយើងមាននិយាយចំទៅយើងមានសិទ្ធិសេរីភាពក្នុងការនិយាយស្ដីក្នុងការក្នុងពុទ្ធបរិស័ទការទំនាក់ទំនងអីល្អប្រសើរមែនទេណាហ្នឹងហើយល្អមែនទេហ្នឹងហើយសំណួរមួយទៀតចង់ធ្វើពីនឹងគឺសំណួរថាចូលបបិសោតល្អជាងគេឬក៏សប្បាយជាងគេសួរថាអនុស្សាវរីយ៍មួយណាធ្វើឲ្យដៃគុណសប្បាយជាងគេក្នុងការបទពិសោធន៍ក្នុងគណៈថ្មជំនាញនៅខាងពុទ្ធសាសនាអត់ថាចូលចិត្តទៅខាងពុទ្ធសាសនាព្រឹកឡើងថ្វាយអង្គមព្រះល្ងាចឡើងថ្វាយអង្គមព្រះនៅក្នុងវត្តក្នុងវាលហ្នឹងយើងជាអានគម្ពីរอะไรខាងពុទ្ធសាសនាយើងទៅឃើញពាក្យពេចន៍របស់ព្រះពុទ្ធនឹងល្អយើងជាជំនឿនៅក្នុងផ្លូវចិត្តយើងណាជាសប្បាយចិត្តត្រេកអរនឹងដែលអវាទរបស់ព្រះពុទ្ធនោះយើងខំប្រឹងធ្វើល្អថ្វាយអង្គមព្រះព្រឹកនេះហើយលើកយើងអង្គុយសមាធិជារៀងរាល់ពេលបាទពុទ្ធឲ្យធ្វើយ៉ាងម៉េចយើងធ្វើតាមនោះទៅក្នុងជីវិតយើងណាអូល្អហ្នឹងហើយគម្ពីរព្រះពុទ្ធគេសរសេរនៅក្នុងគេគម្ពីរគេឈ្មោះអីគេដែរខ្ញុំភ្លេចកណាភ្លេចដោយព្រះគម្ពីរព្រះសាសនាព្រះពុទ្ធគេហៅមកគេគម្ពីរយើងធ្វើតាមអវាទរបស់ព្រះពុទ្ធមានបត្រៃបិដកជាគោលបត្រៃបិដកនោះមានជាភាសាបាលីប៉ុន្តែអ្នកប្រាជ្ញជាន់ក្រោយដូចសម្ដេចព្រះសង្ឃរាជនេះលោកបកជាភាសាបាលីមកភាសាខ្មែរអូគេមានភាសាខ្មែរមានភាសាខ្មែរមានបត្រៃបិដកអូល្អទាំងអស់វាមាន113ក្បាលច្រើន113ក្បាលគេចែកទៅជា3វគ្គគឺវិន័យបិដកវាមាន5គម្ពីរចែកទៅជាធម្មខណ្ឌវាមាន21000បឋមខណ្ឌបាទហើយសតនបិដកនោះវាមាន5គម្ពីរដែរចែកទៅជាបឋមខណ្ឌវាមាន21000បឋមខណ្ឌដល់អភិធម្មបិដកនោះវាមាន7គម្ពីរហើយចែកទៅជាធម្មខណ្ឌនោះវាមាន48000វាមាន48000ធម្មខណ្ឌបូករួមទាំងវិន័យទាំងបសោតទាំងអភិធម្មវាត្រូវជា84000ធម្មខណ្ឌបាទអូខេយូរនឹងបត្រៃបិដកមិនយើងមិនគិតរីរងទេគិតទៅបត្រៃបិដកនោះចែកទៅជាមាន3វ៉ាវអូខេទាំងអស់វា113ក្បាលវ៉ាវមែន
អញ្ចឹងភាគច្រើនបើដៃគុណអានកំពីហ្នឹងដៃគុណអានជាភាសាខ្មែរឬក៏បាលីអានជាភាសាខ្មែរខ្មែរអានជាភាសាគោលដៅយើងអានបាលីសិនបានមកជាភាសាខ្មែរដើម្បីបកដល់កាលណាយើងអានតែជាភាសាខ្មែរមកដូចថាបាត់ភាសាដើមគេមិនសូវជឿដល់អញ្ចឹងយើងអានជាភាសាបាលីនឹងសិនមកវាមានហេតុវាមានបច្ច័យវានៅក្នុងនឹងហើយបានយើងបកមកជាភាសាខ្មែរមកអូខេដើម្បីយល់បានច្បាស់ហើយបានច្បាស់ហ្នឹងហើយអូខេហ្នឹងហើយល្អមែនតើអូខេតាមពិតទៅបើខ្ញុំគិតទៅខ្ញុំអត់ស្មានសំណួរច្រើនទៀតចង់សួរអរគុណច្រើនមែនតើសម្រាប់ការសម្ភាសន៍ខ្ញុំមានសំណួរតែមួយគត់ទៀតសំណួរខ្ញុំគិតថាសំណួរមួយនេះជាសំណួរសំខាន់ដែរចង់សួរថាកណាចង់សួរថាដៃគុណមានពាក្យពេចន៍អីចង់ប្រាំបញ្ញាឲ្យចំនួនក្រោយឬក៏ជួយជាខ្មែរនៅថ្ងៃអនាគតទេចង់ផ្ដាំហ៎មានពាក្យដូចពាក្យទូមានឲ្យចំនួនក្រោយណាហ្នឹងហើយយើងចង់ផ្ដាំទៅតែចំនួនក្រោយស្ងៃគេមិនសូវភាគច្រើននៅអាមេរិកនេះមិនសូវមកវត្តដូចនៅស្រុកខ្មែរទេគេដូចថាជាប់ធ្វើការឬមួយយ៉ាងម៉េចគេមិនសូវមកវត្តទេបើស្រុកខ្មែរក្នុងមួយខែវាមាន4សិលហើយទៅដល់ថ្ងៃសិលនោះប្រជាជននឹងសុំសិលគេមកវត្តរាល់ខែរាល់សិលណាពេញវត្តតែយើងនៅនេះអត់សូវមានមកទេហើយដល់អញ្ចឹងបើយើងចង់ផ្ដាំផ្ញើសូមឲ្យប្រជាជនខ្មែរនឹងចង់ឲ្យពុទ្ធសាសនារុងរឿងតទៅយើងនឹងនាំគ្នាត្រឡប់មកសមាទានសិលខំប្រឹងធ្វើសេចក្តីល្អសំខាន់ណាព្រោះយើងចាស់ប៉ុណ្្នឹងហើយសេចក្តីស្លាប់ចិត្តមកហើយចិត្តមកដល់ហើយយើងខំប្រឹងធ្វើល្អទាំងស្រីទាំងប្រុសទាំងចាស់ទាំងក្មេងនឹងខំស្វែងរកកុសលពុទ្ធថាឲ្យស្វែងរកកុសលនោះខំធ្វើអំពើល្អពុទ្ធឲ្យធ្វើអំពើល្អនឹងអត់ឲ្យយើងប្រកាន់ពូជសាសន៍ទេអ្នកណាក៏អាចមកវត្តបានដែរហើយធ្វើអំពើល្អទោះបីយើងមិនចេះធម៌ក៏ដោយឲ្យទៅជុំមកដល់វត្តអីឬនៅខាងក្រៅវត្តក៏ដោយយើងធ្វើតែល្អទៅឈ្មោះថាអ្នកនោះមានធម៌នៅខ្លួនហើយធ្វើសេចក្តីល្អនោះសំខាន់ណាស់មិនមែនចាំតែចេះធម៌ទេយើងព្យាយាមមកវត្តនេះលោកអាចារ្យឬជាព្រះសង្ឃទូមានព្រានប្រដៅប្រាប់ថាយើងធ្វើអំពើល្អនឹងអ្នកចិត្តខាងបានយើងបានសេចក្តីសុខឬចូលមកក្នុងវត្តមកមនុស្សនឹងថាម៉េចថាមនុស្សនឹងធ្លាប់ខលខូចយើងបណ្ដៅតាមអវាទរបស់ព្រះពុទ្ធទៅដើម្បីឲ្យមនុស្សនោះខ្លាចឲ្យមនុស្សនោះមានការភ័យតក់ស្លុតអញ្ចឹងទៅមនុស្សនោះងាកមកធ្វើអំពើល្អអញ្ចឹងធម៌ព្រះពុទ្ធមិនមែនព្រះពុទ្ធសំដៅយកទៅតែប្រៈលោកទេព្រះពុទ្ធបណ្ដៅឲ្យនៅក្នុងសង្គមនោះឲ្យយើងធ្វើល្អគ្រប់ពេលវេលាកុំឲ្យប្រកាន់ពូជសាសន៍កុំឲ្យអីមានការរាក់ទាក់ទៅគ្នាទៅវិញឃើញទេសូត្រលោកសូត្រធម៌រាល់ថ្ងៃមិនមែនគ្រាន់តែផ្សាយតែកុសលឲ្យមនុស្សស្រឡាញ់គ្នាឲ្យមនុស្សធ្វើល្អព្រះពុទ្ធបណ្ដៅរហូតដល់សត្វទៀតសូមឲ្យសត្វទាំងអស់កុំឲ្យមានពៀចងកម្មនឹងគ្នាឲ្យធ្វើល្អនឹងគ្រប់ពេលវេលាឃើញទេបើធ្វើតាមព្រះពុទ្ធយើងបានសន្តិភាពទាំងអស់គ្នាសន្តិភាពក្នុងពិភពលោកឲ្យទៅធ្វើតាមអវាទរបស់ព្រះពុទ្ធតែសង្គ្រាមនៅតាណាសង្គ្រាមវានៅក្នុងចិត្តយើងឯងត្រូវដែលយើងមួម៉ៅឆ្លៀនពៀនគេទៅឈ្មោះថាសង្គ្រាមវាមានធម៌3ទី1លោភៈទី2ទោសៈទី3មោហៈលោភៈហ្នឹងយើងឆ្លៀនពៀនគេចង់បានរបស់គេយកមកក្នុងខ្លួនហ្នឹងណាយើងត្រូវលះនឹងលោភៈទី2ទោសៈនេះកាលណាលោភលន់អត់បានវាពជាទៅទោសៈដល់ទៅទោសៈនោះកាក់ខឹងក្រោតក្រែងចង់បានរឹបអូសមកប្រយោជន៍ដល់ខ្លួនដល់ទី3មោហៈគឺវង្វេងគឺចង់បានឡើងពេកទៅលែងស្គាល់ខុសលែងស្គាល់ត្រូវហ៊ានសម្លាប់គេហើយឃើញទេនឹងពុទ្ធលោកហាមសង្គ្រាមមានធម៌3ហ្នឹងបាទហ្នឹងហើយត្រូវបាទជាបើយើងទាំងអស់នឹងនៅក្នុងរោងចក្រអញ្ចឹងយើងធ្វើឲ្យសន្តិភាពក្នុងចិត្តយើងសិនបាទប្រាំងថាឡាពេលធ្វើឲ្យសន្តិភាពក្នុងខ្លួនយើងសិនធ្វើឲ្យសន្តិភាពក្នុងខ្លួនយើង
បានយើងរកសន្តិភាពខាងក្រៅខ្លួនបានបើយើងក្នុងខ្លួនយើងនៅតែដែលសង្គ្រាមនៅក្នុងនេះហើយយើងអត់មានសន្តិភាពទេអញ្ចឹងក៏ពុទ្ធលោកឲ្យធ្វើសន្តិភាពក្នុងខ្លួនយើងសិនណាចូលចែកចំណុចមួយហ្នឹងអរគុណច្រើន អូខេ អញ្ចឹងសម្រាប់កណាតាមពិតទៅកណាគេថាកណាអស់សំណួរហើយអរគុណច្រើនសម្រាប់ការសម្ភាសន៍មួយនេះអរគុណច្រើន អូខេ